សួស្តីទាំងអស់គ្នាមកជួបជាមួយខ្ញុំវិញចាំទៀតតែតើមើលការទាំងអស់គ្នាសម្រាប់កិច្ចការនៅក្នុងខែថ្មីនេះតើមានដំណឹងអ្វីខ្លះឬក៏កិច្ចការអ្វីខ្លះដែលបងប្អូនទាំងអស់គ្នាត្រូវធ្វើបន្តណាឬក៏មានសារអីពីចក្រវាលឬក៏បុព្វបុរសរបស់អ្នកទាំងអស់គ្នាអត់ណាវ៉ាវអ្នកទាំងអស់គ្នានៅក្នុងខែថ្មីនេះឃើញថាបងប្អូនមួយចំនួនដូចជាមានចង់ទៅធ្វើដំណើរទៅណាមួយណាគឺ take action គឺចាប់យកឱកាសនៅសកម្មភាពអ្វីមួយកាតនេះគឺមើលទៅឆ្ពោះធ្វើដំណើរទៅកន្លែងណាមួយនៅក្នុងខែថ្មីនេះច្បាស់ជាមានការធ្វើដំណើរទៅទីតាំងណាមួយថ្មីណាអាចថាអ្នកទាំងគ្នាធ្វើដំណើរទៅកំសាន្តឬក៏អ្វីមួយពិសេសប្រុសពាក់ព័ន្ធជាមួយនឹងនៅក្នុងកាតនេះវាមានការលើកទឹកចិត្តឬក៏បំផុសគំនិតរបស់អ្នកទាំងគ្នាក្នុងការធ្វើដំណើរនឹងខ្លាំងណាមានគោលដៅអ្នកមួយចំនួនដូចជាចិត្តក្តៅណាចង់ទៅណាគឺទៅភ្លាមតែម្ដងខ្ញុំឃើញនៅក្នុងវីដេអូនេះណាហើយអ្វីដែលសំខាន់វ៉ាវអ្នកទាំងអស់គ្នាអ្នកខ្លះអាចថាទៅជួបគូណាត់អ្នកខ្លះអាចទៅជួបគូណាត់ក៏ថាបានណាពាក់ព័ន្ធជាមួយនឹងធัวខាប់ឬក៏អ្នកទាំងអស់គ្នាមួយចំនួនអាចជួបគូជីវិតណាពាក់ព័ន្ធជាមួយគូដែលមានការតាក់ទាញមានតំណែងដែលចិត្តស្និទ្ធណានៅក្នុងនេះគឺគូដែលថាគោរពដល់ការសម្រេចចិត្តរបស់អ្នកទាំងអស់គ្នាណាគូដែលស័ក្តិសមណាខ្ញុំឃើញថាធ្វើដំណើរនេះគឺអាចថាអ្នកខ្លះអាចធ្វើដំណើរទៅ honeymoon ក៏ថាបាននៅក្នុងខែថ្មីឬក៏អ្នកទាំងអស់គ្នានឹងដើរលេងជាមួយគ្នាខ្ញុំឃើញនៅក្នុងនេះវាពាក់ព័ន្ធជាមួយនឹងដំណើរនៃការចាប់ដៃឆ្ពោះទៅគោលដៅតែមួយវ៉ាវធ្វើដំណើរទៀតណាចាប់ផ្ដើមថ្មីស្រឡាងអ្នកទាំងអស់គ្នានៅក្នុងនេះគឺប្រៀបដូចជាអ្នកទាំងអស់គ្នាបានត្រៀមខ្លួនរួចរាល់ជាស្រេចក្នុងការចេញដំណើរទៅកន្លែងណាមួយថ្មីស្រឡាងសម្រាប់អ្នកទាំងអស់គ្នាឬក៏អ្នកទាំងពីរព្រោះឯនៅក្នុងនេះវាប្រៀបដូចជាអ្នកទាំងអស់គ្នាចង់ទៅទាំងអត់នៅក្នុងនេះវាប្រៀបដូចជាអត់ខ្វល់ថាឧបសគ្គអ្វីនៅខាងមុខដូចនៅក្នុងរូបនេះអញ្ចឹងគឺពាក់ព័ន្ធជាមួយនឹងរីករាយនៅក្រោមពន្លឺថ្ងៃតែដើរណាដើរទៅពាក់ព័ន្ធជាមួយនឹងនៅខាងក្រោមជើងនេះគឺវាប្រៀបដូចជាជ្រោះអញ្ចឹងណាអ្នកទាំងអស់គ្នាអត់ខ្លាចក្នុងឧបសគ្គឬក៏ក្នុងការផ្សងព្រេងទេប៉ុន្តែអ្វីដែលសំខាន់នៅក្នុងនេះអ្នកទាំងអស់គ្នាដូចជាមានអ្វីមួយចាំដាស់តឿនអ្នកទាំងអស់គ្នាអាចថាញៀនឬក៏ spirit អ្វីមួយចាំដាស់តឿនអ្នកទាំងអស់គ្នាឲ្យប្រុងប្រយ័ត្ននៅខាងមុខនៅពេលដែលអ្នកទាំងអស់គ្នាអត់បានមើលច្បាស់លាស់ឬក៏វាប្រៀបដូចអ្នកទាំងអស់គ្នាចង់ទៅណាឬក៏ចង់ចាប់យកអ្វីមួយអត់បានជ្រើសមិនថាអ្នកទាំងអស់គ្នាធ្វើដំណើរក៏ចាប់យកគូទេអ្នកទាំងអស់គ្នាដូចជាទៅទាំងចិត្តក្តៅអត់សូវពិចារណាគ្រាន់តែថាចិត្តអ្នកទាំងអស់គ្នាចង់ធ្វើតាមចិត្តណាតែកុំភ្លេចប្រើខួរក្បាលដើម្បីគិតណាស្នេហាគឺថាស្នេហាលុះត្រាតែមានការគិតប្រើខួរក្បាលស្រឡាញ់ប្រើខួរក្បាលកុំប្រើតែបេះដូងណាភាសាហ្នឹងអ្នកទាំងអស់គ្នាជាទូទៅបេះដូងអត់មានការគិតទេគឺខួរក្បាលទេដែលមានការគិតណាខួរក្បាលយើងទេវាជាផ្នែកមួយនៃសែននៃញៀនទាំង6របស់យើងដែលធ្វើការថ្លឹងថ្លែងហេតុផលច្រើននេះគេប៉ុន្តែនៅក្នុងអត្ថន័យស្នេហាមនុស្សចូលចិត្តយកពាក្យផាក់បេះដូងតំណាងឲ្យក្តីស្រឡាញ់ណាយកមកគិតយកមកប្រើតែជាក់ស្ដែងគឺនៅតែខួរក្បាលរបស់យើងជាអ្នកគិតទេណាចិត្តរបស់យើងវាមិនមែនជានេះទេណាអ្វីគឺឆ្លងកាត់ខួរក្បាលទាំងអស់អ្នកទាំងអស់គ្នាត្រូវចាំវ៉ាវអ្នកទាំងអស់គ្នាឃើញថាអ្នកមួយចំនួនដូចខ្ញុំនិយាយអញ្ចឹងអាចថាអ្វីដែលនេះនឹងគឺនឹងជួបនៅសុភមង្គលជួបរីករាយនៅក្នុងការជួបជុំក្នុងក្រុមគ្រួសារឬក៏មានអ្វីមួយថ្មីនៅក្នុងក្រុមគ្រួសារណានេះគឺជាបាតកាព្យដែលបង្ហាញពីលទ្ធផលនៅក្នុងខែនេះវ៉ាវអ្នកទាំងអស់គ្នាដូចជាប្រើចំណេះដឹងសមត្ថភាពណានៅក្នុងនេះវាពាក់ព័ន្ធជាមួយនឹងតារានិករណាមានដូចជា Aries Leo Sagittarius Cancer Scorpio Pisces ហើយអ្វីដែលសំខាន់នៅក្នុងនេះគឺពាក់ព័ន្ធជាមួយនឹងណាតារានិករធាតុខ្យល់ផងដែរ Aries Leo Sagittarius នេះGemini Libra Aquarius ណាវាមានការចាប់ផ្ដើមអ្វីថ្មីស្រឡាងសម្រាប់អ្នកទាំងអស់គ្នាវាប្រៀបដូចជាការគិតឬក៏មានអ្វីមួយមនុស្សថ្មីមកចូលក្នុងជីវិតរបស់អ្នកទាំងអស់គ្នានឹងដើម្បីឲ្យគិតនៅអ្វីមួយណាចាប់ផ្ដើមធ្វើអ្វីមួយនៅក្នុងនេះវាមានរឿងឆ្លាស់ដែរអ្នកទាំងអស់គ្នាមើលអត់ឃើញទេប៉ុន្តែចូលប្រើញៀនទី3របស់អ្នកទាំងអស់គ្នាឬក៏ផ្នែកទី3ឬក៏ញៀនរបស់អ្នកទាំងអស់គ្នាហ្នឹងដើម្បីចាប់នៅអ្វីជុំវិញនៅអ្វីដែលអ្នកទាំងអស់គ្នាមិនឃើញម្យ៉ាងវិញទៀតត្រង់ឡើងចំណុចនេះគឺប្រើចំណេះដឹងណាប្រើអ្វីដែលអ្នកទាំងអស់គ្នាឆ្លងកាត់ការសិក្សារៀនសូត្រពិសេសគឺបទពិសោធន៍ដែលអ្នកទាំងអស់គ្នាធ្លាប់ជួប
ព្រោះរឿងមួយចំនួននៅក្នុងខែថ្មីនេះវាសិតតែរឿងដែលអ្នកនរគ្នាអាចប្រើផ្នែកហ្នឹងតែមើលបាននេះគឺប្រើការគិតពិចារណាខ្លាំងខ្លាយណាហើយអាចថាក្នុងខែថ្មីនេះអ្នកនរគ្នាមួយចំនួនក៏មានញាណខ្ពស់ដែរអាចចាប់បាននៅអ្វីដែលផ្នែកមើលមិនឃើញណាតែអារម្មណ៍របស់យើងចាប់បានញាណរបស់យើងចាប់បានវ៉ាវអាចថាអ្វីគ្រប់យ៉ាងគឺពាក់ព័ន្ធជាមួយនឹងបទពិសោធន៍នៅក្នុងជីវិតដែលអ្នកនរគ្នាឆ្លងកាត់ណាអ្នកមួយចំនួនដូចជាឆ្លងកាត់រឿងរ៉ាវក្នុងអតីតកាលច្រើនមកហើយណាវាដល់ពេលវេលាក្នុងខែថ្មីនេះគឺអ្នកនរគ្នាអាចនឹងបញ្ចប់នៅរាល់ stress បញ្ហាទាំងឡាយទាំងពួងណាដូចហើយអ្នកនរគ្នាអាចនឹងចាប់ផ្ដើមពាក់ព័ន្ធជាមួយនេះគឺស្កប់ចូលអាចថាទទួលបាននូវក្តីស្រឡាញ់ថ្មីណាអ្វីមួយដែលនឹងចូលមកដល់មានការផ្លាស់ប្ដូរអាចថាអ្នកទាំងអស់គ្នាបោះជំហានទៅខាងមុខត្រូវគោលដៅថ្មីនៅក្នុងនេះវាពាក់ព័ន្ធជាមួយនឹងការធ្វើដំណើរបោះជំហានទៅមុខទាំងអស់ណាសូម្បីតែគូអាចថាអ្នកមួយចំនួនអាចថាជួបគូក៏ជាអាចថាជាគូថ្មីណាឬក៏មានអារម្មណ៍ថ្មីជាមួយនឹងមនុស្សថ្មីនៅក្នុងនេះវាពាក់ព័ន្ធជាមួយនឹងការចាប់ផ្ដើមខ្ញុំឃើញការចាប់ផ្ដើមជាច្រើនណាហើយសត្វតែអ្នកមួយចំនួនគឺសត្វតែឆ្លងកាត់នៅរឿងរ៉ាវអតីតកាលណាដែលធ្លាប់ធ្វើអ្នកទាំងអស់គ្នានឹងជឿចាប់ប៉ុន្តែវាដល់ពេលវេលាដែលអ្នកទាំងអស់គ្នាបោះជំហានទៅមុខដើម្បីផ្លាស់ប្ដូរខ្លួនឯងហើយណាវ៉ាវ The Moon ទៀតអ្នកទាំងអស់គ្នាមិនថាអ្នកទាំងអស់គ្នានៅក្នុងស្ថានភាពបែបណាណាចង់បោះជំហានទៅណាមកណាកុំភ្លេចត្រូវប្រុងប្រយ័ត្នណាវាមានរឿងអ្វីមួយដែលនឹងបង្ហាញរូបភាពបំភាន់ផ្នែកជាច្រើននៅខាងមុខពាក់ព័ន្ធជាមួយនឹងតារានិករ Pisces ណានៅក្នុងនេះពាក់ព័ន្ធជាមួយនឹងធាតុទឹកច្រើននៅក្នុងខែថ្មីនេះអាចថាអ្នកទាំងអស់គ្នាមួយចំនួនគឺប្រើអារម្មណ៍ខ្លាំងវាពាក់ព័ន្ធជាមួយនឹងបេះដូងអ្នកគ្រប់គ្នាគឺភាគច្រើនគឺប្រើចិត្តប្រើអារម្មណ៍មកគិតច្រើនណាតែវាដល់ពេលវេលាហើយនៅក្នុងនេះពាក់ព័ន្ធជាមួយនឹងសិតតែសិតអាយពាក់ព័ន្ធជាមួយនឹងញៀនឲ្យអ្នកទាំងអស់គ្នាប្រើការគិតពិចារណាចំណេះដឹងសមត្ថភាពដើម្បីខ្លងខ្លាយនៅហេតុការណ៍ខាងមុខណាអ្វីដែលកើតឡើងនៅខាងមុខខ្លួនរបស់យើងនៅក្នុងនេះគឺបញ្ជាក់បែបហ្នឹងណាព្រោះការនេះពាក់ព័ន្ធជាមួយនឹងមកពាក់ព័ន្ធសិតតែពាក់ព័ន្ធជាមួយនឹងspirit ឬក៏ញាណទី3ឬក៏ផ្នែកទី3 set eye នឹងឯងណាអញ្ចឹងបើសិនជាផ្នែករបស់យើងពីនេះមើលឃើញអ្វីនៅខាងមុខទៅចូលប្រើផ្នែកទី3ផ្នែកទី3នឹងអាចសំដៅទៅលើបទពិសោធន៍ណាអ្វីដែលអ្នកទាំងឆ្លងកាត់បទពិសោធន៍សមត្ថភាពចំណេះដឹងប្រើចំណេះដឹងទាំងអស់ហ្នឹងមកពិចារណាខ្លាំងខ្លាយរឿងរ៉ាវដែលបានកើតនៅខាងមុខវ៉ាវអ្នកទាំងអស់គ្នាក្នុងខែថ្មីនេះអ្នកទាំងអស់គ្នាដូចខ្ញុំនិយាយអញ្ចឹងគឺមានអ្វីមួយមកផ្លាស់ប្ដូរពិសេសគឺពាក់ព័ន្ធជាមួយនឹងលក្ខ Wheel of Fortune សំណាងល្អដែលនឹងចូលមកផ្លាស់ប្ដូរជីវិតរបស់អ្នកនរគ្នាដោយមិនបានរំពឹងទុកណាអាចថានៅក្នុងនេះគឺវាពាក់ព័ន្ធជាមួយនឹងការផ្លាស់ប្ដូរច្រើនខ្ញុំឃើញណាវាអាចថាអ្នកនរគ្នាដល់ពេលវេលាមួយដែលធ្វើការសម្រេចចិត្តចាក់ចេញពីរឿងឈឺចាប់ណាអ្នកនរគ្នាធ្លាប់ជាប់នៅក្នុងអន្ទាក់ធ្លាប់ជាជនរងគ្រោះធ្លាប់មានបញ្ហាទ្រមាឬក៏ភ័យខ្លាចអ្វីមួយអ្នកទាំងអស់គ្នាធ្លាប់និយាយរួមគឺអ្នកមួយចំនួនដូចជាធ្លាប់បានជួបរឿងដែលគ្មាននរណាជួយរឿងដែលប្រឈមមុខតែឯងរឿងដែលជំនះតែឯងអ្នកទាំងអស់គ្នាធ្លាប់អស់កម្លាំងហត់នឿយខ្លាំងដោយសារបញ្ហាគ្រប់យ៉ាងណារងរបួសខ្លាំងអ្នកមួយចំនួនដូចជាធ្លាប់ជួបរឿងរ៉ាវខ្លាំងអញ្ចឹងហើយបានជាវិទ្យានេះចេញមកណាអញ្ចឹងវាដល់ពេលវេលាដែលបោះជំហានទៅមុខហើយឆ្លងផុតណារឿងរ៉ាវទោះបីជាមានរឿងរ៉ាវអ្វីក៏ដោយណាអ្នកទាំងអស់គ្នាវាជាដល់វេលាមួយដែលថាជោគជ័យចូលមកដល់ក្នុងជីវិតណាវាអាចថាជាជំហានចុងក្រោយរបស់អ្នកទាំងអស់គ្នាព្រោះអីនៅក្នុងនេះវាទាមទារអាចថាអញ្ចេះដំនួនណាទាមទារអ្នកទាំងអស់ប្រាជ្ញាដើម្បីមើលដោយសារអ្នកទាំងអស់គ្នាភាគច្រើនរឿងរ៉ាវដែលជួបកន្លងមកគឺអត់សូវបានពិចារណាខ្លាំងខ្លាយអត់ប្រើបទពិសោធន៍ដែលធ្លាប់ជួបយកទៅវិនិច្ឆ័យហើយសិក្សាហើយប្រុងប្រយ័ត្នពីវាទេណាអញ្ចឹងហើយទៅដំនួនចេញមករហូតណាពាក់ព័ន្ធជាមួយនឹងផ្នែកទី3អញ្ចឹងទាមទារឲ្យអ្នកទាំងអស់គ្នាណាប្រើការគិតប្រើការពិចារណាហេតុផលណាព្រោះឯអ្នកទាំងអស់គ្នាដូចជា stress ខ្លាំងវាអាចនឹងដល់ពេលវេលាហើយពិសេសអាចថាពាក់ព័ន្ធជាមួយនឹងរឿងគោលដៅជីវិតជាច្រើនដែលអ្នកទាំងអស់គ្នាបានគិតណានៅក្នុងខែថ្មីអ្នកទាំងអស់គ្នាអាចនឹងរៀងហាត់នឿយ stress ស្ថាប័នប៉ុន្តែវាមានរឿងល្អជាច្រើនក៏កើតមានឡើងដែរណាវ៉ាវអេកមកបញ្ជាក់ទៀតអ្នកទាំងអស់គ្នាEight of Swords, Eight of Pentacles អាចថាអ្នកទាំងអស់គ្នាហត់នឿយអត់មានអ្នកជ្រុំជ្រែងជាមួយនឹងរឿងលុយកាក់ខ្ញុំជឿបែបហ្នឹង
ពាក់ព័ន្ធជាមួយនឹងហត់នឿយនេះគឺអ្នកទាំងអស់គ្នាហត់នឿយនឹងការងារជាច្រើនដែលអ្នកគ្នារំពឹងទុកព្រោះអ្នកទាំងអស់គ្នាជាមនុស្សដែលខិតខំប្រឹងប្រែងខ្លាំងមែនទែនក្នុងការធ្វើការងារដើម្បីរកលុយវាដល់ពេលវេលាមួយដែលអ្នកទាំងអស់គ្នានឹងបានលុយនេះគឺលុយរយៈពេលវែងអាចថាជាសមិទ្ធផលទៅអនាគតណាព្រោះខ្ញុំឃើញនេះពាក់ព័ន្ធជាមួយនឹងអ្នកទាំងអស់គ្នាប្រើសមត្ថភាពប្រើភាពប៉ិនប្រសប់របស់ខ្លួនឯងណាបញ្ជាក់ពីស្តង់ដារដែលខ្ពស់ណាប្រើជំនាញដែលជា expert របស់ខ្លួនឯងណាដើម្បីរកវាមកវ៉ាវខ្ញុំឃើញនៅក្នុងនេះពាក់ព័ន្ធជាមួយ The Wheel of Fortune ហើយវាមាន Ten of Cups ហើយវាមានទាំងThree of Cups ទៀតអញ្ចឹងនៅក្នុងខែនេះគឺអ្នកទាំងអស់គ្នាអាចនឹងជួបរឿង stress ផងជួបរឿងជោគជ័យក៏ច្រើនរីករាយក៏ច្រើនណាហើយអ្វីដែលសំខាន់ចូលកំប្រើអារម្មណ៍ទៅវិនិច្ឆ័យអ្វីមួយប្រើការគិតពិចារណាបទពិសោធន៍វ៉ាវអ្នកទាំងអស់គ្នាអូអ្នកទាំងអស់គ្នាឃើញថាល្អខ្លាំងណាស់រឿងរ៉ាវដែលនឹងមកដល់ការដែលជ្រុះចេញមកនេះគឺពាក់ព័ន្ធជាមួយនឹងជោគជ័យហើយនឹងសុភមង្គលរឿងរ៉ាវដែលមកដល់អ្នកទាំងអស់គ្នាដូចជាទទួលបាននូវជ័យជំនះការសាទរជោគជ័យជាច្រើនសុភមង្គលនឹងអ្វីដែលនឹងមកដល់គឺល្អវ៉ាវសូម្បីតែបាត់ការទៀតហើយណាពាក់ព័ន្ធជាមួយនឹងរឿងរ៉ាវល្អពិសេសគឺពាក់ព័ន្ធជាមួយនឹងរឿងអារម្មណ៍ស្នេហាដែលនឹងមកដល់ឆាប់នៅក្នុងនេះគឺពាក់ព័ន្ធជាមួយនឹងមានមនុស្សដែលនឹងផ្ដល់ឲ្យក្តីស្រឡាញ់ដែលពោពេញដោយសេរីភាពណាភាពរីករាយស្រស់ស្រាយផ្កាឈូកនេះវាប្រៀបដូចជាតំណាងឲ្យចិត្តដ៏បរិសុទ្ធណាដែលនឹងមកដល់វាអាចថាអ្នកមួយចំនួនអាចនឹងទទួលបាននៅជ័យជំនះ justice យុត្តិធម៌ទៅលើរឿងអ្វីមួយនៅក្នុងក្រុមគ្រួសារអញ្ចឹងខ្ញុំក៏ផ្លានយកធម៌ពលទាំងអស់នឹងដែរសង្ឃឹមថាក្រុមគ្រួសារខ្ញុំនឹងទទួលបាននៅជ័យជំនះឈ្នះអស់គ្នាត្រូវដូចគ្នាវ៉ាវរឿងដែលនឹងមកដល់គឺជ័យជំនះជោគជ័យអ្នកទាំងអស់គ្នាគឺល្អខ្លាំងណាស់ខ្ញុំរៀងលឺសលេងភ្លៀងអ្នកទាំងអស់គ្នានៅតំបន់ខាងខ្ញុំនេះគឺភ្លៀងអ្នកទាំងអស់គ្នាឃើញថារឿងរ៉ាវទាំងអស់គឺវាល្អខ្លាំងលើសពីអ្វីដែលខ្ញុំរំពឹងទុកតែម្ដងគឺមកយ៉ាងឆាប់ទៀតផងព្រោះឯនៅក្នុងនេះឯកមក3ដងឯក Aven ឯក Sword ឯក Pentacle ឥឡូវវាមក Ten of Cups Six of Sword Six of Wands បានន័យថារឿងដែលអ្នកទាំងអស់គ្នាធ្វើគឺរឿងជោគជ័យអ្នកទាំងអស់គ្នាហត់នឿយនឹងរឿងដែលត្រូវតែជោគជ័យហើយអនាគតគឺអ្នកទាំងអស់គ្នានឹងជោគជ័យនិយាយនោះគឺសក្តាពាក់ព័ន្ធជាមួយនឹងរឿងជោគជ័យទាំងអស់រីករាយ Oh my god គឺល្អខ្លាំងមែនតើណាអញ្ចឹងខ្ញុំអស់អីនិយាយទាំងអស់គ្នាហើយអ្វីដែលខ្ញុំឃើញមុននេះក៏ពាក់ព័ន្ធជាមួយនឹងរឿងល្អដែរលេខ number angel number ពាក់ព័ន្ធជាមួយនឹង12 ណាឬក៏12 22វាឃើញបែបហ្នឹងអ្នកទាំងអស់គ្នាក៏ប្រហែលជាអាចឃើញដែរហើយរយៈពេលនេះអ្នកទាំងអស់គ្នាអាចនឹងឃើញសត្វជាប្រភេទសត្វជើង4ច្រើនណាដូចជាសត្វឆ្មាសត្វឆ្កែអាចថាលិចឬក៏សុកបោកកាត់មុខច្រើនក៏ថាបានដែរវាសុទ្ធតែជាញៀនឬក៏ spirit ដែលមករំលឹកអ្នកទាំងអស់គ្នាឲ្យប្រុងប្រយ័ត្នលើអ្វីមួយនៅក្នុងនេះវានៅក្នុងខែថ្មីនេះអ្នកទាំងអស់គ្នាគឺល្អខ្ញុំឃើញថាលេខនេះគឺវាល្អខ្លាំងសូម្បីតែខ្ញុំក៏សូមplanដែរព្រោះអីចង់ក្រោយនៃកាតគឺសុទ្ធតែរឿងល្អដែលនឹងមកដល់ណាហើយមុននេះដែលខ្ញុំប្រាប់ថាខ្ញុំឃើញលេខ12 22អីហ្នឹងវាបង្ហាញពីសេចក្តីស្រឡាញ់ណាអ្វីដែលអ្នកទាំងអស់គ្នាកំពុងតែនៅទីតាំងមួយដែលថាមាន twin plan របស់អ្នកទាំងអស់គ្នានឹងកំពុងតែគិតដល់អ្នកទាំងអស់គ្នាហើយអ្វីដែលសំខាន់នោះគឺលុយហើយនឹងរឿងសំណាងល្អជាច្រើនដែលនឹងមកដល់ណាព្រោះអីអ្នកទាំងអស់គ្នាក៏អាចឃើញលេខ12 12ឬក៏13 13អីអញ្ចឹងវាពាក់ព័ន្ធជាមួយសារពីទេវតាឬក៏ទៅពាក់បររបស់អ្នកទាំងអស់គ្នាដែលនឹងនាំអ្នកទាំងអស់គ្នាឲ្យផ្ដោតទៅលើការគិតរឿងរ៉ាវដែលល្អហើយការរំពឹងទុកឲ្យខ្ពស់ណាព្រោះអីវាកាលណាយើង expectation ខ្ពស់ទៅលើរឿងរ៉ាវដែលយើងចង់បានប៉ុន្តែយើងមិនមែន expectation នៅក្នុងនេះទេណាយើង expectation មិនមែនទាមទារอะไรស្រឡាញ់ពីណាគឺ expectation ទៅលើភាពមានបានភាពស្រុកស្រំនៅក្នុងចិត្តបានហើយណាព្រោះការគិតដែលវិជ្ជមានគិតតែរឿងល្អៗគឺជួយឲ្យអ្នកទាំងអស់គ្នាហ្នឹងណាស្រោបទាញនៅអ្វីដែលអ្នកទាំងអស់គ្នាចង់បាននៅក្តីសម្បត្តិរបស់អ្នកទាំងអស់គ្នានៅអ្វីដែលអ្នកទាំងអស់គ្នាចង់បានវានឹងខ្លាចជាការពិតណាសូម្បីតែក្នុងក្រុមគ្រួសាររបស់អ្នកទាំងអស់គ្នានឹងផ្ដល់នៅអ្វីមួយដែលល្អពិសេសគឺជំនះបាននៅរឿងរ៉ាវល្អៗណាសម្រាប់គោលដៅខ្លួនឯងអ្នកទាំងអស់គ្នាកន្លែងនេះបើអ្នកទាំងអស់គ្នាជឿមិនជឿក៏ខ្ញុំអត់ដឹងតែសម្រាប់ខ្ញុំគឺខ្ញុំជឿនៅពេលដែលខ្ញុំគិតរឿងវិជ្ជមានគិតរឿង positive ហើយស្រោបទាញនិយាយល្អគិតល្អពីខ្លួនឯងគឺខ្ញុំតែងតែមានអារម្មណ៍មួយថាដូចដឹងអ្វីមួយដែលផ្ដល់មកឲ្យវិញវាបង្ហាញលឿនទៅផងណាហើយដូចជាការនេះដូចឈ្នះណារឿងរ៉ាវមួយចំនួននឹងលេចចេញមកដល់យ៉ាងឆាប់គឺពាក់ព័ន្ធជាមួយនឹងភាពរីករាយជោគជ័យដែលនឹងបញ្ចប់ទៅដោយរលូនរឿងនេះគឺវាអាចនឹងមកដល់ឆាប់ជោគ
ជ័យត្រីសុខសុភមង្គលណាអាចថាពាក់ព័ន្ធជាមួយនឹងលុយកាក់ក៏មកដល់ទៅធ្វើឲ្យអ្នកនរមានត្រីសុខអញ្ចឹងអ្នកមួយចំនួនអាចថាជា content creator ឬក៏ជាអ្វីមួយហើយអ្វីដែលអ្នកនរខិតខំប្រឹងប្រែងព្យាយាមដែលមិនបោះបង់នឹងវានឹងឲ្យផលយ៉ាងលឿនឆាប់ទៅតាមគោលដៅដែលអ្នកនររំពឹងទុកណាអូខេចាំខ្ញុំឲ្យនិយាយដល់គ្នារៀងខ្លាំងភ្លៀងបន្តិចណាអរគុណបាយបាយ see you